ក្រុងវ៉ាស៊ីនតោនទេប្រាក់ចំណូលប្រេង$500 លានត្រឡប់មកវេណេស៊ុយអេឡាដើម្បីទប់ស្កាត់ការដួលរលំរដ្ឋក្នុងជំហានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៃនយោបាយការបរទេសអាមេរិកនៅតំបន់អាមេរិកឡាទីនរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចផ្ទេរប្រាក់ចំណូលបានពីការលក់ប្រេងចំនួន$500 លានអាមេរិកត្រឡប់ទៅឲ្យប្រទេសវេណេស៊ុយអេឡាវិញគ្រប់ចំនួនដើម្បីធានាស្ថិរភាពសង្គមនិងជាសេវាកម្មសាធារណៈនៅក្នុងប្រទេសដែលសម្បូរប្រេងមួយនេះយោងតាមប្រភពសារព័ត៌មាន Reuters ដែលចុះផ្សាយនៅថ្ងៃពុធទី4 ខែកុម្ភៈឆ្នាំ2026នេះមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានទម្លាយដឹងការពីថ្ងៃអង្គារទី3 ខែកុម្ភៈឆ្នាំ2026ថាការផ្ទេរប្រាក់ដំណាក់កាលចុងក្រោយចំនួន$200 លានអាមេរិកត្រូវបានបញ្ចប់រួចរាល់ដែលបង្គ្រប់កញ្ចប់ថវិកាសរុប$500 លានតាមកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងការ៉ាកាសនៃវេណេស៊ុយអេឡាកាលពីខែមករាកន្លងទៅកិច្ចព្រមព្រៀងដ៏កម្រនេះបានកើតឡើងបន្ទាប់ពីមានព្រឹត្តិការណ៍រង្គោះរង្គើនយោបាយកាលពីថ្ងៃទី3 ខែមករាឆ្នាំ2026នៅពេលដែលប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាដូរ៉ូត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធាពិសេសរបស់សហរដ្ឋអាមេរិកការផ្ទេរប្រាក់ចំណូលប្រេងនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្របន្ទន់អេរយាប័តដើម្បីបញ្ជាវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរមន្ត្រីអាមេរិករូបនោះបានបញ្ជាក់ថាវេណេស៊ុយអេឡាបានទទួលប្រាក់$500 លានអាមេរិកពីការលក់ប្រេងជុំដំបូងជាផ្លូវការហើយប្រាក់ទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍របស់ប្រជាជនវេណេស៊ុយអេឡាក្រោមការត្រួតពិនិត្យនិងឆន្ទានុសិទ្ធិរបស់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិកយោងតាមការចុះផ្សាយរបស់ប្រភពដដែលកាលពីសប្តាហ៍មុនលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានថ្លែងទៅកាន់សភាថាការដែលអាមេរិកចូលទៅពាក់ព័ន្ធនឹងការលក់ប្រេងរបស់វេណេស៊ុយអេឡាគឺជាកិច្ចខិតខំប្រឹងប្រែងរយៈពេលខ្លីដើម្បីបង្កើតស្ថិរភាពដល់រដ្ឋាភិបាលនិងជួយសង្គ្រោះប្រជាជនវេណេស៊ុយអេឡាលោក Marco Rubio បានមានប្រសាសន៍សង្កត់ធ្ងន់ថាជាមូលដ្ឋានយើងអនុញ្ញាតឲ្យវេណេស៊ុយអេឡាប្រើប្រាស់ប្រេងរបស់ខ្លួនដើម្បីបង្កើតចំណូលសម្រាប់បង់ប្រាក់ខែឲ្យគ្រូបង្រៀនបុគ្គលិកពន្លត់អគ្គិភ័យនិងប៉ូលីសព្រមទាំងរក្សាដំណើរការរបស់រដ្ឋាភិបាលដើម្បីកុំឲ្យមានការដួលរលំនៃប្រព័ន្ធរដ្ឋទាំងមូលពាក់ព័ន្ធនឹងប្រភពថវិកាមន្ត្រីអាមេរិកបានបង្ហើបថាទឹកប្រាក់$200 លានអាមេរិកដែលធ្លាប់ត្រូវបានបង្កក់ទុកនោះគឺត្រូវបានរក្សាទុកនៅក្នុងប្រទេសកាតាក្នុងទម្រង់ជាគណនេយ្យបណ្ដោះអាសន្នរយៈពេលខ្លីចំពោះផែនការនាពេលអនាគតលោកបានមានប្រសាសន៍បន្តថាគោលដៅរយៈពេលវែងសម្រាប់ការលក់ប្រេងនាពេលខាងមុខគឺជាការផ្ទេរប្រាក់ដែលទទួលបានចូលទៅក្នុងមូលនិធិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងអនុម័តការចំណាយសម្រាប់កាតព្វកិច្ចឬការចំណាយណាមួយរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាឲ្យស្របតាមនីតិវិធីដែលបានព្រមព្រៀងគ្នាខ្ញុំតារាពី Alt News TV